អ្នកដឹកនាំមានឥទ្ធិពលរបស់លោក Donald Trump សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកពិភាក្សាអំពីប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយគឺអ្នកដឹកនាំមានឥទ្ធិពលរបស់លោក Donald Trump លោក Donald Trump ជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកហើយក៏ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះផងដែរលោកក៏ជាអ្នកដឹកនាំធុរកិច្ចដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិកទោះបីមានមតិយោបល់ផ្សេងគ្នាក៏ដោយក៏គ្មាននរណាបដិសេធបានថាលោកជាអ្នកដឹកនាំមានឥទ្ធិពលខ្លាំងក្លាដែលអាចទាញចិត្តមនុស្សរាប់លាននាក់និងផ្លាស់ប្ដូរលទ្ធផលនយោបាយនិងធុរកិច្ចយ៉ាងធំតើលក្ខណៈអ្វីខ្លះដែលធ្វើឲ្យលោកមានឥទ្ធិពលយ៉ាងខ្លាំងយើងនឹងពិនិត្យមើលចំណុចសំខាន់ដែលអ្នកដឹកនាំច្រើនអាចរៀនសូត្របាន 1. ភាពជឿជាក់លើខ្លួនឯងខ្ពស់និងការបង្ហាញខ្លួនជាអ្នកឈ្នះ High confidence and winner mindset លោក Trump តែងតែបង្ហាញខ្លួនជាអ្នកឈ្នះដោយមិនសង្ស័យលោកនិយាយថា We are going to win so much នឹងដាក់ឈ្មោះខ្លួនឯងលើអគាររបស់របរនិងយីហោជាច្រើនភាពជឿជាក់នេះធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាខ្លួនកំពុងដើរតាមមនុស្សដែលដឹងពីទូនាទីខ្លួនឯងច្បាស់និងដឹងអំពីគោលដៅរបស់ខ្លួនឯងអារម្មណ៍ជោគជ័យគឺឆ្លងរៀលដាលមនុស្សចូលចិត្តដើរតាមអ្នកដែលមើលទៅដូចជាអ្នកឈ្នះក្នុងការដឹកនាំសូមបង្ហាញភាពជឿជាក់និងគិតជា winner mindset ដើម្បីបំផុសក្រុមការងារ 2. ជំនាញទំនាក់ទំនងនិងការងារទាក់ទាញមនុស្ស charismatic communication and audience connection លោក Trump ជាវាគ្មិនមានឥទ្ធិពលលោកនិយាយត្រង់ប្រើភាសាសាមញ្ញនិងអារម្មណ៍ខ្លាំងក្លាលោកដឹងពីរបៀបអានរបស់ទស្សនិកជននិងបង្កើតសារដែលធ្វើឲ្យមនុស្សរំភើប Make America Great Again គឺជាឧទាហរណ៍ដ៏ល្អនៃចក្ខុវិស័យដែលខ្លីៗច្បាស់និងផ្ទុកអារម្មណ៍លោកប្រើប្រាស់បណ្ដាញសង្គមនិងការនិយាយផ្ទាល់ដើម្បីភ្ជាប់ជាមួយមនុស្សដោយផ្ទាល់ការទំនាក់ទំនងល្អមិនត្រឹមតែនិយាយច្បាស់ទេប៉ុន្តែត្រូវធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាត្រូវបានយល់និងមានអារម្មណ៍រំភើប 3. ភាពក្លាហានក្នុងការបំបែកច្បាប់ចាស់និងការច្នៃប្រឌិត Bold disruption and innovative thinking លោក Trump មិនខ្លាចបំបែកប្រព័ន្ធចាស់ទេលោកប្រើវិធីសាស្ត្រថ្មីដូចជាការចរចាផ្ទាល់ជាមួយមេដឹកនាំបរទេសឬការផ្លាស់ប្ដូរគោលនយោបាយសេដ្ឋកិច្ចយ៉ាងឆាប់រហ័សលោកមានភាព dauntless មិនជាប់គាំងនឹងប្រព័ន្ធបុរាណប៉ុន្តែតែងតែស្វែងរកវិធីដើម្បីដោះស្រាយបញ្ហានេះធ្វើឲ្យលោកក្លាយជាអ្នកដឹកនាំដែលមានភាពបត់បែននិងមានឥទ្ធិពលក្នុងស្ថានភាពមានវិបត្តិសូមកុំខ្លាចការផ្លាស់ប្ដូរអ្នកដឹកនាំមានឥទ្ធិពលត្រូវមានភាពក្លាហានក្នុងការបំបែកគំរូចាស់និងសាកល្បងអ្វីដែលថ្មី 4. ភាពធន់និងការប្រឈមនឹងការរិះគន់ Resilient and fighting spirit លោក Trump បានប្រឈមនឹងការរិះគន់រឿងក្តីនិងបញ្ហាជាច្រើនប៉ុន្តែលោកនៅតែឈរយ៉ាងអង់អាចហើយឆ្លើយតបមកវិញដោយកម្លាំងខ្លាំងក្លាលោកមានភាពធន់និងមិនងាយចុះចាញ់នេះធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ថាមានមេដឹកនាំដែលមិនបោះបង់ចោលភាពធន់នេះផ្ដល់កម្លាំងចិត្តដល់ក្រុមការងារនិងអ្នកដើរតាមនៅពេលមានវិបត្តិអ្នកត្រូវដើរឬឈរប្រឈមមុខរក្សាភាពវិជ្ជមាននិងបន្តតស៊ូ 5. ចក្ខុវិស័យច្បាស់លាស់និងការផ្ដោតលើលទ្ធផល Clear vision and result oriented លោកមានចក្ខុវិស័យ America First ដែលផ្ដោតលើសេដ្ឋកិច្ចព្រំដែននិងផលប្រយោជន៍ជាតិលោកផ្ដោតលើលទ្ធផលជាក់ស្ដែងដូចជាការកាត់បន្ថយពន្ធការចរចាពាណិជ្ជកម្មនិងការបង្កើនការងារលោកមានភាពប្រកួតប្រជែងខ្ពស់និងតែងតែស្វែងរកភាពជោគជ័យជានិច្ចអ្នកដឹកនាំដែលល្អត្រូវមានចក្ខុវិស័យច្បាស់លាស់និងផ្ដោតលើលទ្ធផលដែលអាចវាស់វែងបានសេចក្តីសង្ខេបលោក Donald Trump បង្ហាញថាភាពជាអ្នកដឹកនាំមានឥទ្ធិពលមិនមែនតែតាមសៀវភៅសិក្សាទេលក្ខណៈសំខាន់របស់លោករួមមានភាពជឿជាក់លើខ្លួនឯងខ្ពស់
ជំនាញទំនាក់ទំនងដែលមានឥទ្ធិពលភាពក្លាហានក្នុងការបំបែកច្បាប់ចាស់ភាពធន់ក្នុងវិបត្តិចក្ខុវិស័យច្បាស់លាស់និងផ្ដោតលើលទ្ធផលទោះបីមានចំណុចដែលត្រូវកែតម្រូវក៏ដោយដូចជាការស្ដាប់និងការសហការក៏លោកបានបង្ហាញថាភាពក្លាហានភាពជឿជាក់និងទាក់ទាញមនុស្សគឺជាធាតុសំខាន់ក្នុងការបង្កើតឥទ្ធិពលសូមឲ្យយើងទាំងអស់គ្នារៀនសូត្រពីលោក Trump ដើម្បីក្លាយជាអ្នកដឹកនាំដែលមានឥទ្ធិពលវិជ្ជមាននៅកន្លែងធ្វើការនិងក្នុងសង្គមសូមចងចាំថាឥទ្ធិពលពិតមកពីការបង្ហាញភាពជឿជាក់និងការបំផឲ្យអ្នកដទៃឈានទៅមុខជាមួយគ្នាអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់បើអ្នកមានមតិឬចង់ស្វែងយល់បន្ថែមអំពីភាពជាអ្នកដឹកនាំរបស់លោក Trump សូមបញ្ចេញមតិខាងក្រោមយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូបន្ទាប់សូមឲ្យអ្នកទាំងអស់គ្នាក្លាយជាអ្នកដឹកនាំដែលមានឥទ្ធិពលដែលនាំមកនូវការផ្លាស់ប្ដូរវិជ្ជមានសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយ